បាទតែចំណុចនេះគឺជា Epson CB1785W ខ្ញុំមកធ្វើការតេស្តជូនភ្ញៀវនៅខាងភ្នំពេញមុនដាក់ជូនគាត់ហើយអតិថិជនក៏បានយកបន្ថែមជាមួយនឹងខ្សែ HDMI ប្រវែង 5m ហើយគាត់យកមក set មានដូចជាscreen បាទ projector screen ប្រភេទ stand បាទជើងបញ្ឈរគឺគាត់យកមកឆុតទៅតែម្ដងអញ្ចឹងដោយសារតែ stand ហើយនឹងជើងដូចជាយើងអត់មានអីត្រូវតេស្តទេណាបាទដោយសារតែវាអត់មានគ្រឿងមានអីទេអញ្ចឹងអីដែលសំខាន់គឺយើងតេស្តទៅលើម៉ាស៊ីនស្លាយជូនគាត់ដោយសារសំខាន់ជាងគេហ្នឹងគឺម៉ាស៊ីនស្លាយហ្នឹងឯងដែលវាប្រចាំងចេញជារូបភាពមកណាបាទអូខេអញ្ចឹងខ្ញុំធ្វើការ testing ទៅកាន់ screen 84 inch យើងមានចាក់បាទយើងមានបើកភ្លើងពីខាងលើបែបនេះហើយយើងមានពន្លឺចាំងចូលពីខាងមុខដូចគ្នាដូចបងឃើញណាបាទអញ្ចឹងបងឃើញជាមួយនឹងគុណភាពរូបភាពហើយចេញមកគឺបាទស្អាត clear បើយើងគិតពីពលឺម៉ាស៊ីននេះគឺមានពលឺរហូតដល់3200 NC lumen អញ្ចឹងអ្នកនរគ្នាបងដែលអត់ធ្លាប់ប្រើគឺអត់នឹកស្មានដល់ទេថាម៉ាស៊ីនដែលស្ដើងប៉ុណ្្នឹងឯអ្នកនរគ្នាណាស្ដើងប៉ុណ្្នឹងគឺវាអាចបញ្ចេញបាទកម្រិតពលឺរហូតដល់3200 NC contrast ក៏ខ្ពស់ដែរគឺ10000ដោយ1បាទហើយបើសិននិយាយពី graphic វាគឺកប់ហើយ WHGA វាផ្ដល់ជាមួយនឹងភាពម៉ត់ស្អាតបាទជាងបាទម៉ាស៊ីនដែលមាន graphic X ឬក៏ graphic S ណាបាទហើយភាពទំនើបរបស់វាក៏ទំនើបច្រើនដែរដូចជាមានបាទ auto focus បាទយើងចង់ focus តាម manual ក៏បានបាទឬក៏យើងចង់ឲ្យវា auto focus ក៏បានហើយម៉ាស៊ីនរបស់យើងហ្នឹងក៏មានជាមួយនឹង RON HDMI VGA USB Type A Type B វីដេអូហ្នឹងគឺមានមកស្រាប់ហើយ speaker ក៏វាមានក្នុងម៉ាស៊ីនដែរអ្នកនរឃើញតូចអញ្ចឹងមែនតែមាន speaker មកបន្ថែមទៀតណាបាទអូខេអញ្ចឹងយើង check ជាមួយនឹង serial number ហើយចាំមើលខ្ញុំទៅ testing ជាមួយនឹង file សម្រាប់ print បញ្ចុំព្រោះម៉ាស៊ីននេះយើងអាចយកទៅប្រើបានគ្រប់បាទកលៈទេសៈទាំងអស់អ្នកនរគ្នាមិនថាយើងយកទៅព្រានបញ្ចុំបាទដាក់ប្រើជាលក្ខណៈគ្រួសារបាទឬក៏យកទៅប្រកបជីវកម្មអីក៏បានដែរបើសារតែពលឺវាខ្ពស់ហើយបើតាមខ្ញុំ recommend ហ្មងគឺប្រើលក្ខណៈគ្រួសារហើយនឹងព្រានបញ្ចុំដោយសារវាប្រភេទ mini វាស្ដើងតម្លៃវាថ្លៃបន្តិចតែយើងស្រួលយកតាមខ្លួនណាបាទ serial number ម៉ាស៊ីនគឺបាទ 0391L ណាបាទអញ្ចឹងគឺយើងក៏មាននៅខាងក្រោយនេះដែរនេះ serial number បាទអញ្ចឹង serial number គឺជាបាទលេខកូដសម្គាល់ម៉ាស៊ីនមួយណាបាទអា 1785W ហ្នឹងគឺគ្រាន់តែជាលេខ model number ទេតែបើ serial គឺម៉ាស៊ីនមួយមាន serial មួយបែបហ្នឹងអូខេបាទអញ្ចឹងនេះគឺជា file សម្រាប់យើងបរៀនប្រជុំជាដើមបាទ PowerPoint ខ្ញុំធ្វើការ testing ពី computer ទៅអញ្ចឹងអតិថិជនអាចឃើញជាមួយនឹងបាទភាព smooth របស់វា frame rate របស់វាបាទពណ៌របស់វាពន្លឺរបស់វាចេញមកគឺវាស្អាតបែបហ្នឹងណាបាទទោះអក្សរបាទរៀងល្អិតក៏ដោយតែនៅពេលដែលយើងមើលទៅលើ screen គឺយើងមើល detail វាច្បាស់ធម្មតាដោយសារតែ graphic W បាទបើសិនជា graphic S គឺខ្ញុំអត់ recommend ឲ្យគ្នាដាក់ font រៀងតូចអញ្ចឹងទេតែបើថា W គឺអត់ជាបញ្ហាអីទេយើងមើលបានបាទស្អាតធម្មតាគេយើងធៀបជាមួយកុំព្យូទ័រអ្នកនរឃើញជាក់ស្ដែងណាបាទពណ៌អីចេញមកគឺស្អាតបាទកុំព្យូទ័រចេញពណ៌មិនអានោះចេញពណ៌អញ្ចឹងដោយសារតែវាប្រើ technology 3LCD បាទមិនមែន DLP ទេណាបាទ 3LCD ហ្នឹងគឺចេញមកគឺវាពណ៌មកគឺឲ្យដិតបែបធម្មជាតិតែម្ដងហើយវាមិនសូវខុសជាមួយនឹង color ដែលយើងឃើញនៅក្នុងបាទកញ្ចក់កុំព្យូទ័រឬក៏កញ្ចក់ទូរស័ព្ទរបស់យើងទេអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបាទបងចង់បានម៉ាស៊ីននេះគឺអាចតាក់ទងមកបានព្រោះយើងនៅមាន stock ដែរណាបាទហើយមិនមានមុខងារតែប៉ុណ្្នឹងទេខ្ញុំក៏មានបង្ហាញវីដេអូបាទ full review ជូនអ្នកនរគ្នាពីមុនដែរហើយបាទខ្ញុំធ្វើពីមុខងារថាវាមានអីខ្លះអញ្ចឹងវីដេអូនេះគ្រាន់តែយើងមកតេស្តទេតែដើម្បីឲ្យប្រកាសថាម៉ាស៊ីននេះវាដំណើរការមុនដាក់ជូនភ្ញៀវអញ្ចឹងទៅណាបាទហើយមួយទៀតខ្ញុំផ្ញើជូនបាទម្ចាស់គាត់ដែរដោយសារតែម៉ាស៊ីននេះគឺវាមាន air filter ហ្នឹងគឺកន្លែងសំខាន់បំផុតក្នុងការប្រើម៉ាស៊ីនស្លាយណាបាទអញ្ចឹងអតិថិជនប្រើគឺត្រូវដោះនេះខ្ញុំបង្ហាញឲ្យហើយនៅខាងបើយើងនៅពីក្រោយម៉ាស៊ីនគឺវានៅខាងឆ្វេងណាបាទអញ្ចឹងវានៅក្បែរ LAN នេះបាទយើងដោះកន្លែងនេះមកហើយអ្នកនរគ្នានឹងឃើញកន្លែង air នេះអញ្ចឹងយើងយក air ហ្នឹងយើងគោះបាទអាសាគោះដីចេញណា
បើសិនជាក្នុងករណី air នឹងដីច្រើនវាធ្វើឲ្យម៉ាស៊ីននឹងបឺតខ្យល់ទៅបញ្ចុះកម្ដៅកម្ពស់ឬក៏បញ្ចុះកម្ដៅគ្រឿងបង្គុំវាអត់កើតធ្វើឲ្យម៉ាស៊ីនរបស់យើងនឹងវាឆាប់ខូចអញ្ចឹងអ្នកនរគ្នាត្រូវថែ maintenance តម្រង់នឹងបាទមួយសប្តាហ៍អីដោះគោះដីវាចេញម្ដងទៅណាបាទដើម្បីឲ្យម៉ាស៊ីនរបស់យើងប្រើបានយូរអូខេអញ្ចឹងមានប៉ុណ្ណឹងបាទបងមកឆ្ងល់ឬក៏ចង់សួរព័ត៌មានតាក់ទងម៉ាស៊ីនស្រែអាចបាទឆាតមកបាន